ថ្ងៃនេះបំណងប្រាថ្នារបស់ខ្ញុំដែលបងមកជាយូរបានសម្រេចហើយធ្លាប់គិតថាដូចជាបារម្ភផងបន្ទុកចិត្តផងស្ទាក់ស្ទើរចិត្តផងអត់ពេលផងបញ្ហាសុខភាពផ្លាស់ផងរឿងមួយនេះវាបានធ្វើឲ្យខ្ញុំពន្យាពេលរហូតទៅដល់26ឆ្នាំនៅបើគិតពីវ័យដែលគិតត្រឹមពីអាយុ18ឆ្នាំតែនឹងអាចបរិច្ចាគផ្ដល់ឈាមបានតាមពិតទៅវ័យចាប់ពី18ឆ្នាំរហូតដល់60ឆ្នាំគឺយើងអាចចាប់ផ្ដើមធ្វើរឿងមួយនេះបានហើយទម្រាំខ្ញុំគិតយល់ច្បាស់នៅមានឱកាសបានចូលរួមនៅក្នុងរឿងនេះបើគិតមកដល់ថ្ងៃទី18ខែកុម្ភៈឆ្នាំ2025នេះខ្ញុំមានអាយុកើនរហូតដល់ទៅ44ឆ្នាំអត់ទៅហើយក៏ប៉ុន្តែចាត់ទុកថាជាសំណាងដែរដែលវាមិនទាន់ហួសពេលសរុបមកថ្ងៃនេះគឺជាថ្ងៃដែលខ្ញុំរំលឹកដល់គុណរបស់អ្នកដែលមានគុណទាំងពីររូបដែលបានផ្ដល់កំណើតដល់កូនម្នាក់នេះតាមការបញ្ជាក់និងពន្យល់របស់អ្នកគ្រូពេទ្យបានឲ្យដឹងថាសម្រាប់បុរសអាចបរិច្ចាគនិងផ្ដល់ឈាមបានក្នុងអំឡុងពេលពី3ខែម្ដងចំណែកឯសម្រាប់នារីវិញគឺអាចបរិច្ចាគផ្ដល់ឈាមបានក្នុងអំឡុងពេលបន្ទាប់ពី4ខែម្ដងខ្ញុំក៏សូមអរគុណដល់អ្នកគ្រូលោកគ្រូពេទ្យដែលមានវិជ្ជាដ៏ផ្អែមល្ហែមពីរោះពន្យល់ដល់ពួកខ្ញុំឲ្យបានយល់ច្បាស់និងមានទឹកចិត្តក្នុងការបន្តរឿងនេះជាបន្តទៀតដោយពេញចិត្តពេញថ្លើមនិងអស់ពីបេះដូងថ្ងៃនេះខ្ញុំក៏សប្បាយចិត្តណាស់ដែរហើយក៏មានការភ្ញាក់ផ្អើលផងដែរប្រពន្ធខ្ញុំហើយអរគុណណាស់មិនត្រឹមតែកំដរជូនប្តីទៅទេថែមទាំងចូលរួមបរិច្ចាគនិងផ្ដល់ជាឈាមជាកាដូដ៏ធំសម្រាប់ប្តីនៅក្នុងថ្ងៃកំណើតប្តីនៅក្នុងឱកាសនៃការសន្សំបុណ្យរក្សាបុណ្យនេះផងដែរបងសូមជូនពរប្រពន្ធរបស់បងមានសុខភាពល្អជួបតែសំណាងល្អនិងជោគជ័យក្នុងដំណើរជីវិតតទៅមុខក៏ដឹងយ៉ាងច្បាស់ថាដំណក់ឈាមដែលអ្នកម្ដាយបានបង្ហូរអស់មិនតិចទេដើម្បីតែការផ្ដល់កំណើតដល់កូនថ្ងៃនេះបំណងប្រាថ្នាដ៏ធំបំផុតដែលកូនបានធ្វើនិងបានឧទ្ទិសនៅក្នុងអំឡុងពេលដែលកូនបានបង្ហូរដំណក់ឈាមគ្រប់ដំណក់ដែលចេញពីខ្លួនរបស់កូនបន្តិចតួចនេះដែលលោកឪពុកអ្នកម្ដាយបានផ្ដល់និងរក្សាទុកនៅក្នុងខ្លួនកូនតាំងពីកើតរហូតដល់ធំពិតជាមានតម្លៃលើសលប់ហើយថ្ងៃនេះវាបានហូរចេញពីខ្លួនកូនតាមសរសៃឈាមរបស់កូនទៅសង្គ្រោះជីវិតជនដ៏មានអាយុទាំងឡាយដែលត្រូវការសង្គ្រោះតាមការបរិច្ចាគមួយនេះកូនសង្ឃឹមថាបុណ្យទាំងឡាយដែលកូនបានសន្សំធ្វើនឹងធ្វើនៅក្នុងថ្ងៃនេះជាពិសេសការបរិច្ចាគដល់ឈាមស្រស់នេះគឺជាមហាកុសលដ៏ធំធេងកូនក៏សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយព្រមទាំងទេវតាព្រះឥន្ទព្រំគ្រប់ជាន់ថ្នាក់ទាំងអស់មេត្តាជួយទ្រទ្រង់ថែរក្សាអ្នកម្ដាយមានប្រជញ្ញមានយុយឺនយូរនិងជាមនុស្សដ៏ត្រជាក់ដល់កូនចៅគ្រប់គ្នាសម្រាប់ថ្ងៃនេះពួកខ្ញុំក៏បានសន្យាគ្នាថានឹងព្យាយាមទៅផ្ដល់បរិច្ចាគផ្ដល់ឈាមឲ្យបានច្រើនដងជាពិសេសនៅក្នុងថ្ងៃសំខាន់ដូចជាថ្ងៃកំណើតរៀងៗខ្លួននិងថ្ងៃខួបអាពាហ៍ពិពាហ៍ផងដែរគឺពួកយើងនឹងដឹកដៃគ្នាធ្វើរឿងនេះបន្តទៀត
ខ្ញុំក៏សង្ឃឹមថាបងប្អូនញាតិមិត្តនិងជនរួមជាតិយើងទាំងអស់នឹងអាចចាប់ផ្ដើមនិងបន្តបេសកកម្មនៅក្នុងការបរិច្ចាគដល់ឈាមទាំងអស់គ្នាក្នុងការរួមចំណែកដ៏ធំធេងដើម្បីខ្លួនយើងផងនិងដើម្បីអ្នកដែលជាទីស្រឡាញ់របស់យើងផងក៏ដូចជាសម្រាប់មនុស្សជាតិផងដែរខ្ញុំមានជំនឿថានេះគឺជាបុណ្យកុសលដ៏ធំធេងនិងថ្លៃថ្លាបំផុតមិនអាចកាត់ថ្លៃបានសូមអរគុណនិងជូនបុណ្យដល់បងប្អូនគ្រប់គ្នាទទួលបានស្មើគ្នារីករាយថ្ងៃល្អរបស់ខ្ញុំសូមអរគុណជម្រាបលា